ក្នុងជីវិតមនុស្សម្នាក់សុទ្ធតែធ្លាប់ជួបការខកចិត្តយើងអាចធ្លាប់ជួយនរណាម្នាក់ដោយស្មោះប៉ុន្តែចុងក្រោយបែរជាត្រូវគេក្បត់អាចធ្លាប់ធ្វើឲ្យនរណាម្នាក់មានទំនុកចិត្តប៉ុន្តែចុងក្រោយបែរជាត្រូវគេបោកប្រាស់អាចធ្លាប់ឈរនៅក្បែរមនុស្សម្នាក់នៅពេលគេលំបាកប៉ុន្តែនៅពេលយើងលំបាកគេបែរជាមិននៅក្បែរយើងពេលជួបរឿងបែបនេះមនុស្សជាច្រើនចាប់ផ្ដើមផ្លាស់ប្ដូរគេចាប់ផ្ដើមគិតថាបើគេអាចក្បត់ខ្ញុំបានខ្ញុំក៏អាចក្បត់គេបានដែរបើគេមិនស្មោះត្រង់ជាមួយខ្ញុំក៏មិនចាំបាច់ស្មោះត្រង់ជាមួយគេដែរប៉ុន្តែទស្សនៈមួយនេះបង្រៀនយើងឲ្យគិតខុសពីនេះសុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំតែខ្ញុំមិនក្បត់មនុស្សក្នុងលោកទេឃ្លានេះមិនមែនមានន័យថាយើងត្រូវអនុញ្ញាតឲ្យគេធ្វើបាបយើងដោយគ្មានព្រំដែនឡើយវាមានន័យជ្រៅជាងនេះវាមានន័យថាទោះបីអ្នកដទៃប្រព្រឹត្តមិនល្អចំពោះយើងក៏យើងមិនគួរបោះបង់គុណធម៌របស់ខ្លួនដើម្បីតបតាមអំពើរបស់ពួកគេឡើយ1ការក្បត់របស់អ្នកដទៃមិនគួរកំណត់ថាយើងជានរណាមនុស្សម្នាក់ក្បត់ញាក់វាជាចរិតរបស់គេមនុស្សម្នាក់បោកប្រាស់អ្នកវាជាចរិតរបស់គេមនុស្សម្នាក់មិនរក្សាពាក្យសន្យាវាបង្ហាញអំពីគុណតម្លៃរបស់គេប៉ុន្តែបន្ទាប់ពីរឿងទាំងនេះកើតឡើងតើអ្នកនឹងជ្រើសរើសคล้ายជាមនុស្សបែបណានេះហើយគឺជារឿងដែលសំខាន់ជាងការក្បត់របស់អ្នកដទៃទៅទៀតព្រោះយើងមិនអាចគ្រប់គ្រងចិត្តរបស់មនុស្សគ្រប់គ្នាបានទេយើងមិនអាចបង្ខំឲ្យមនុស្សគ្រប់គ្នាស្មោះត្រង់ជាមួយយើងបានទេប៉ុន្តែយើងអាចគ្រប់គ្រងការសម្រេចចិត្តរបស់ខ្លួនគេអាចក្បត់អ្នកប៉ុន្តែអ្នកអាចជ្រើសរើសមិនក្បត់គេអាចកុហកអ្នកប៉ុន្តែអ្នកអាចជ្រើសរើសនិយាយការពិតគេអាចធ្វើឲ្យអ្នកឈឺចាប់ប៉ុន្តែអ្នកអាចជ្រើសរើសមិនធ្វើបាបអ្នកដទៃនេះហើយគឺជាភាពរឹងមាំរបស់មនុស្សដែលមានគុណធម៌2កុំឲ្យអំពើអាក្រក់របស់អ្នកដទៃប្រែអ្នកឲ្យក្លាយជាមនុស្សដែលអ្នកមិនចង់ក្លាយពេលមាននរណាម្នាក់ធ្វើបាបយើងងាយមានអារម្មណ៍ថាចង់សងសឹកវិញយើងចង់ឲ្យគេឈឺដូចយើងចង់ឲ្យគេដឹងថាយើងក៏អាចធ្វើដូចគេបានដែរប៉ុន្តែប្រសិនបើយើងធ្វើអំពើដូចគេតើយើងបានឈ្នះអ្វីបើគេក្បត់អ្នកហើយអ្នកក៏ក្បត់គេវិញអ្នកមិនបានលុបការក្បត់របស់គេចេញទេអ្នកគ្រាន់តែបន្ថែមការក្បត់មួយទៀតទៅក្នុងពិភពលោកបើគេកុហកអ្នកហើយអ្នកកុហកគេវិញអ្នកមិនបានធ្វើឲ្យការកុហករបស់គេคล้ายជាត្រឹមត្រូវទេអ្នកគ្រាន់តែคล้ายជាមនុស្សដូចគេប៉ុណ្ណោះដូច្នេះកុំឲ្យអំពើរបស់មនុស្សម្នាក់បង្ខំអ្នកឲ្យបោះបង់មនុស្សល្អនៅក្នុងខ្លួនអ្នកចេញអ្នកអាចមិនចូលចិត្តអំពើរបស់គេដោយមិនចាំបាច់យកអំពើរបស់គេមកធ្វើជាគំរូ3ភាពស្មោះត្រង់គឺជាគុណតម្លៃមិនមែនជាការដោះដូរមនុស្សមួយចំនួនមានគំនិតថាខ្ញុំមិនស្មោះត្រង់ប្រសិនបើអ្នកដទៃស្មោះត្រង់ជាមួយខ្ញុំប៉ុន្តែបើគិតឲ្យជ្រៅនោះមិនមែនជាភាពស្មោះត្រង់ពិតប្រាកដទេវាជាការដោះដូរខ្ញុំល្អជាមួយអ្នកព្រោះអ្នកល្អជាមួយខ្ញុំស្មោះជាមួយអ្នកព្រោះអ្នកស្មោះជាមួយខ្ញុំប៉ុន្តែភាពស្មោះត្រង់ដែលមានតម្លៃពិតគឺការរក្សាគុណតម្លៃរបស់ខ្លួនទោះបីអ្នកដទៃមិនធ្វើដូចយើងក៏ដោយវាមិនមានន័យថាយើងត្រូវបន្តទុកចិត្តមនុស្សដែលធ្លាប់ក្បត់យើងឡើយទេយើងអាចដកខ្លួនចេញអាចរក្សាចម្ងាយអាចឈប់ដល់ឱកាសអាចដាក់ព្រំដែនប៉ុន្តែយើងមិនចាំបាច់ក្បត់គេវិញដើម្បីបញ្ជាក់ថាយើងខ្លាំងឡើយការដកខ្លួនដោយមានសេចក្តីថ្លៃថ្នូរខកពីការសងសឹកដល់ភាពអាក្រក់4ការមិនក្បត់អ្នកដទៃក៏ជាការមិនក្បត់ខ្លួនឯងពេលអ្នកស្មោះត្រង់ជាមួយអ្នកដទៃអ្នកកំពុងរក្សាកិត្តិយសរបស់ខ្លួនផងដែរព្រោះមនុស្សម្នាក់អាចបាត់លុយហើយរកបានវិញអាចបាត់ឱកាសហើយអាចមានឱកាសថ្មីអាចបាត់សម្ព័ន្ធភាពហើយអាចជួបមនុស្សថ្មីប៉ុន្តែបើអ្នកបាត់បង់គូលបាលិកានិងកិត្តិយសវាអាចពិបាកនឹងយកមកវិញសួរខ្លួនឯងថាតើអ្នកចង់ក្លាយជាមនុស្សដែលអ្នកដទៃអាចទុកចិត្តបានឬមនុស្សដែលគ្រប់គ្នាត្រូវប្រយ័ត្នចង់ឲ្យគេនិយាយថាមនុស្សនេះអាចទុកចិត្តបានឬចង់ឲ្យគេនិយាយថាកុំទុកចិត្តគេពេកជីវិតរបស់យើងត្រូវបានសាងសង់ពីការសម្រេចចិត្តតូចៗរាល់ថ្ងៃពេលយើងរក្សាពាក្យមួយដង
ยืนកំពុងសាងសង់កិត្តិយសពេលยืนមិនក្បត់ទំនុកចិត្តរបស់គេยืนកំពុងសាងសង់ភាពគួរឲ្យទុកចិត្តពេលយើងធ្វើអ្វីត្រឹមត្រូវទោះបីគ្មាននរណាមើលឃើញยืนកំពុងសាងសង់ខ្លួនឯង7អ្នកដែលស្មោះត្រង់មិនចាំបាច់ធ្វើល្អមួយមនុស្សគ្រប់គ្នាភាពស្មោះត្រង់មិនមែនមានន័យថាអ្នកត្រូវជួយគ្រប់គ្នាមិនមែនមានន័យថាអ្នកត្រូវទុកចិត្តគ្រប់គ្នាមិនមែនមានន័យថាអ្នកត្រូវបន្តទំនាក់ទំនងជាមួយមនុស្សដែលធ្វើឲ្យអ្នកឈឺចាប់ឡើយភាពស្មោះត្រង់មានន័យថាអ្នកមិនបំពានលើទំនុកចិត្តរបស់គេដោយចេតនាអ្នកមិនយកអសម្បត្តិរបស់គេទៅបង្ហាញអ្នកមិនយកចំណុចខ្សោយរបស់គេដើម្បីធ្វើបាបគេអ្នកមិនបោកប្រាស់គេដើម្បីទទួលផលប្រយោជន៍អ្នកមិនបោះបង់គោលបាលិការបស់ខ្លួនដើម្បីឈ្នះមួយផ្លែតនេះគឺជាភាពស្មោះត្រង់ដែលមានប្រាជ្ញា8ការក្បត់របស់អ្នកដទៃគួរបង្រៀនយើងមិនមែនបំផ្លាញយើងបើអ្នកធ្លាប់តែគេក្បត់កុំសួរតែថាហើយដើម្បីគេធ្វើបែបនេះចំពោះខ្ញុំសួរបន្ថែមថាតើខ្ញុំអាចរៀនអ្វីពីរឿងនេះប្រហែលជាអ្នកត្រូវរៀនថាមិនគួរទុកចិត្តមនុស្សលឿនពេកប្រហែលជាត្រូវរៀនថាពាក្យសម្ដីមិនសំខាន់ជាងសកម្មភាពប្រហែលជាត្រូវរៀនថាមនុស្សគ្រប់គ្នាមិនមានគុណតម្លៃដូចគ្នាប្រហែលជាត្រូវរៀនដាក់ព្រំដែនប៉ុន្តែមានរឿងមួយដែលអ្នកមិនគួររៀនពីការក្បត់របស់គេកុំរៀនក្បត់មនុស្សដទៃព្រោះអ្នកមិនចាំបាច់ក្លាយជាមនុស្សអាក្រក់ដើម្បីរស់នៅក្នុងពិភពលោកដែលមានមនុស្សអាក្រក់សេចក្តីបញ្ចប់ក្នុងជីវិតយើងមិនអាចនិយាយថាមនុស្សគ្រប់គ្នានឹងស្មោះត្រង់ជាមួយយើងឡើយមនុស្សខ្លះនឹងមកជួយយើងមនុស្សខ្លះនឹងចាកចេញមនុស្សខ្លះនឹងរក្សាពាក្យមនុស្សខ្លះនឹងបំផ្លាញទំនុកចិត្តមនុស្សខ្លះនឹងស្រឡាញ់យើងដោយស្មោះមនុស្សខ្លះនឹងយកភាពស្មោះត្រង់របស់យើងនេះគឺជាភាពពិតរបស់ជីវិតប៉ុន្តែយើងមិនចាំបាច់ឲ្យអំពើរបស់មនុស្សទាំងអស់នោះកំណត់ថាយើងជានរណាប្រសិនបើគេក្បត់អ្នកកុំក្បត់គេវិញដើម្បីសងសឹកប្រសិនបើគេកុហកអ្នកកុំខ្លាចជាអ្នកកុហកប្រសិនបើគេធ្វើបាបអ្នកកុំយកការឈឺចាប់របស់អ្នកទៅធ្វើបាបមនុស្សដែលមិនបានធ្វើអ្វីខុសឡើយចូលរៀនពីវាចូលការពារខ្លួនចូលដាក់ព្រំដែនចូលដើរចេញពីមនុស្សដែលមិនគួរទុកចិត្តប៉ុន្តែកុំបោះបង់គុណធម៌របស់ខ្លួន